Mà bong bóng ơi, vậy bị thang ngày ní á, nôm bọc mai bong bóng mà bay cherry nơi chả ca nơi giả rồi đâm để cho mùi niên trong tầng ở kia chả vậy bị thang fly là ô mình tên bong bóng ơi chả chung điệp xuống còn đôi chia xuống đấy bọc mai bong bóng tầng ở kia chả chỉ tờ bố niên trong lang một điệp trong luôn này một nhưng tranh tầng bay cherry chẳng này chả niên trong hay niên trong có bán đạn nôm tới đai bộ ra tục áo ở mình quạt nhằm tắm lời chả và tục mát niên trong có bán ở màu trong cà phê chả để ra tầng nơi ní dân thử ca trong cà phê trong ấy tục nhằm tắm lời chẳng bị sưu chẳng bong bóng chả việc niên trong điệp trongនេះខ្ញុំដាក់កាហ្វេហើយដាក់ទឹកដោះគោហើយនឹងដាក់ទឹកដូងបន្តិចចាបន្ទាប់ពីរៀបចំហើយអីហើយអញ្ចឹងនេះគឺជានំហើយនឹងកាហ្វេបន្ទាប់មកក៏បានយកថតអែនអូនបន្តិចក៏ឲ្យពុកម៉ែបងប្អូនមើលទៅផ្ទះអញ្ចឹងណាចាដោយសារថ្ងៃនេះបេះឈើរីហ្នឹងពណ៌ក្រហមអញ្ចឹងខ្ញុំក៏បានពាក់អាវពណ៌ក្រហមទៅចាឥឡូវរៀបចំចេញទៅបងប្អូនអើយនេះបន្ទាប់ពីនៅតាមផ្លូវបងប្អូននេះមកជាមួយនឹងម៉ាក់ក្មួយហើយនឹងគ្រូសាចាបន្ទាប់ពីនេះខ្ញុំជិះប្រហែលជិត1ម៉ោងបងប្អូនចាជិះប្រហែលជិត1ម៉ោងឥឡូវនេះមកដល់ចកាឈើរីគេហើយបងប្អូនអើយមើលនេះនាងខ្ញុំមកហ្នឹងគឺមកថ្ងៃអាទិត្យដល់ពេលអញ្ចឹងមនុស្សច្រើនមែនតើមនុស្សគេទៅច្រើនដែរប៉ុន្តែផ្លែឈើរីចកាហ្នឹងអូយច្រើនមែនតើបងប្អូនអើយនេះមើលទៅនេះផ្លែឈើរីនេះអត់តន់ទុំបងប្អូននៅរៀងខ្ចីចានេះអានេះវារៀងទុំតិចតិចនៅសគាបងប្អូនអើយមកផ្លែគេនេះម្ដងឡើងចង់បាក់មេឃហ្មងបងប្អូនអើយនាងខ្ញុំនេះអង្គុយខ្វាកមនុស្សជួយចិត្តឈើរីហ៎បងប្អូនអូយនិយាយពីថាអង្គុយខ្វាកបងប្អូនអើយនេះម្ដងនេះចូលមកនេះមាត់ផ្លូវណាបងប្អូនអត់ទាន់ចូលដល់ចកាហ្មងទេណាចាមាត់ផ្លូវចូលលេឃើញតំណងពេកក៏បេះមួយផ្លែពីរផ្លែភ្លុអូយនិយាយពីថាឆ្ងាញ់មែនតើបងប្អូនអើយមើលណែផ្លែគេល្អហើយស្រួយទៀតចានេះចូលមកដល់ក្នុងចកាបងប្អូនអាដើមនេះអត់ទាន់ទុំទេប៉ុន្តែផ្លែច្រើនក៏បានថតបង្ហាញពុកម៉ែបងប្អូនឲ្យមើលបន្តិចចានាងខ្ញុំ1ម៉ែត្រចិត្តបងប្អូនដល់ពេលមានណាផ្លែធំខ្ពស់អីបេះភ្លក់សិនទេនេះបេះភ្លក់ឲ្យបង្ហាញទៀតធំខ្មៅបងប្អូននិយាយពីថារសជាតិឆ្ងាញ់មែនតើបងប្អូនអើយនេះនាងខ្ញុំបេះដាក់មាត់យកសិនហើយវគ្គនេះនាងខ្ញុំកំពូលអ្នកចូលចិត្តឈើរីឯបងប្អូននិយាយពីថាបើសិនជាញ៉ាំញ៉ាំនៅខ្មែរអីកន្លះគីឡូគេញ៉ាំអស់ដែរហើយចុះទៅរមកដល់នេះចកាគេទៀតបេះញ៉ាំនៅនឹងដើមទៀតនិយាយពីថាអូយអត់អំល្អហើយញ៉ាំកាន់តែឆ្ងាញ់ទៀតបងប្អូនអើយនេះក្មួយគាត់បេះដែរបងប្អូនគាត់មើលទៅសូម្បីតែក្មេងៗបេះដល់ឯនឹងបេះម្នាក់បានកន្លះថងណែបងប្អូនមើលណែអូយបងប្អូនអើយមើលមកមេឃទៀតមកផ្លែគេឡើងក្តាន់ហ្មងណានេះអូយបងប្អូនអើយដូចផ្លែព្រីងដែរមើលទៅស្តៀងផ្លែព្រីងតែបងប្អូនតែនេះមិនមែនព្រីងនេះឈើរីតែបើហៅគេហៅព្រីងអាកាំងមើលទៅភាសាទៅនៅស្រុកខ្មែរខែហ្នឹងសម្បូរព្រីងចាហើយនេះនាងខ្ញុំឃើញនេះច្រើនពេកឈើរីច្រើនពេកក៏ថតអែនអនតិចណាបងប្អូនចាគ្រូសាគាត់ឃើញទៅក៏ថតបេះឲ្យអាណាល្អអញ្ចឹងគាត់បេះហុចឲ្យនេះក៏បានបេះថតបង្ហាញគាត់ឃើញនេះល្អផ្លែធំមែនតើបងប្អូនអើយនេះនាងខ្ញុំមានណែឃើញគេបេះឲ្យអញ្ចឹងក៏អែនអនមានណាទ្រាំអត់បានភ្លក់ម៉ាត់ទៅមានអីបងប្អូនអើយធ្វើមិនទេដល់ចកាហើយត្រូវនឹងមនុស្សសំខាន់បេះឲ្យអញ្ចឹងទៀតនិយាយពីថាឈើរីនឹងផ្អែមមែនតើចាបន្ទាប់ពីគាត់ឃើញញ៉ាំហើយគាត់បេះអានេះของបងប្អូនដោយសារថាអានេះល្អចកោមល្អអញ្ចឹងគាត់បេះឲ្យទៀតនេះបងប្អូនមើលណែផ្លែធំខ្មៅចឹងបងប្អូនចានេះតបមកនាងខ្ញុំបានបេះដាច់មេឃបន្តិចបងប្អូនចាទាញអាកន្លែងខ្ពស់នឹងដាច់មេឃមានណាយកមកប្រលេះដាក់ថងហ្មងព្រោះដោយសារយើងច្រើនប៉ុន្តែយើងប្រលេះយកទាំងអស់បងប្អូនដោយសារយើងអត់ចោលរបស់គេយើងប្រលេះយើងបេះញ៉ាំខ្លះហើយយើងប្រលេះយកដើម្បីគិតលុយខ្លះនេះបងប្អូនមើលទៅនេះមើលមួយផ្លែដូចផ្លែព្រីងតែបងប្អូនប៉ុន្តែនេះមិនមែនព្រីងទេណាបងប្អូនអើយមិនមែនព្រីងទេគឺផ្លែឈើរីនិយាយពីថាល្អមែនតើហើយពួកជនជាតិអាកាំងអីគឺគាត់ចូលចិត្តបេះក្រហមប៉ុណ្ណឹងនេះបងប្អូននេះខ្ញុំឃើញគាត់បេះតែក្រហមប៉ុណ្ណឹងឯងគាត់អត់បេះទុំខ្មៅគឺគាត់អត់បេះហ្មងគាត់បេះតែក្រហមនេះគឺគាត់បេះទាំងថងដែរតែគាត់អត់បេះខ្មៅដូចយើងណាចានេះបន្ទាប់ពីបេះហើយអីហើយអញ្ចឹងក៏បានមកគិតលុយបងប្អូនចានេះនាងខ្ញុំទៅគ្នា5នាក់បេះអស់7ផោនកន្លះអូយចុះមានណាខ្វះកពេកបេះដាក់ថងនេះឃើញចេញមកក្រៅក៏ឃើញដើមនេះល្អក៏ថតឲ្យពុកម៉ែបងប្អូនមើលបន្តិចនិយាយពីថាផ្លូវដែលនាងខ្ញុំជិះទៅហ្នឹងគឺសម្បូរចកាផ្លែឈើបងប្អូនអើយនេះចកាភិកចាចកាភិកហ្នឹងនៅតាមផ្លូវបងប្អូននេះដល់ពេលឃើញផ្លែភិកល្អពេកទៅក៏ឈប់ឡានគ្រូសាគាត់ឈប់ឡានចុះឲ្យថតបន្តិចបងប្អូនមើលណែមើលចកាគេអូយផ្លែភិកនេះល្អមែនតើដាំភិកហ្នឹងនៅផ្ទះនាងខ្ញុំក៏មានដែរប៉ុន្តែអត់ទាន់ទុំទេចាដល់ពេលមកចកាគេអញ្ចឹងទៅវាទុំវារៀងទុំសគាល្មមហើយបងប្អូនអើយនេះនាងខ្ញុំសប្បាយចិត្តមែនតើថ្ងៃហ្នឹងបានមកចកាឈើរីចកាភិកចាបន្ទាប់ពីមកដល់ផ្ទះហើយបងប្អូនអើយក៏យកផ្លែឈើរីដែលយើងបេះមកបានហ្នឹងយកមកលាងសម្អាតទឹកចេញឲ្យស្អាតនេះបងប្អូនអើយបេះនិយាយពីថាទៅបេះបាន3កញ្ច្រែងហ្មងណានិយាយពីថាអូយបងប្អូនអើយណែមើលណែផ្លែធំល្អហើយផ្អែមមែនតើនេះ
បងប្អូនមើលណែលៀងបេះភ្លក់នាងខ្ញុំផងកំពូលអ្នកចូលចិត្តដល់បងប្អូនមានណាញ៉ាំនឹងរមុពោះហ្មងថ្ងៃហ្នឹងបងប្អូននេះកំពុងតែលៀងទៅគ្រួសារគាត់ឃើញផ្លាយតំណងពេកក៏មកភ្លក់ទៀតហើយនេះគាត់មកភ្លក់ដែរដល់ពេលនាងខ្ញុំមានណាលៀងមាន3កញ្ច្រែងដល់ពេលកាន់អត់ដល់ឲ្យគាត់ជួយកាន់ថតបង្ហាញបងប្អូនបន្តិចទៀតថានេះ3កញ្ច្រែងធំហ្មងអូយច្រើនមែនតែនហើយឆ្ងាញ់ទៀតបន្ទាប់ពីឲ្យគាត់កាន់ហើយអីហើយនាងខ្ញុំបងប្អូននេះចាប់ផ្ដើមថតបង្ហាញហើយក៏បានភ្លក់បង្ហាញឲ្យពុកម៉ែបងប្អូនបានមើលអញ្ចឹងណាចានិយាយពីថារសជាតិឆ្ងាញ់មែនតើបងប្អូនអើយចាអរគុណពុកម៉ែបងប្អូនជម្រាបលាកុំភ្លេចជួយ like និង share page របស់នាងខ្ញុំផងណាបើសិនជានិយាយខុសអីកុំប្រកែកប្រកាន់បងប្អូនអើយធ្វើមិនទេ page ទៅបង្កើតថ្មីអត់សូវប្រកែកនិយាយអញ្ចឹងណាចាអរគុណបងប្អូន